Hello，大家好，欢迎来到 PPR 分享中文。今天我们继续学习第一课的绘画。Clip B របស់យើងបានបន្តសួរទៀតថា你家有几口人你家有几口人យើងប្រែថាតើគ្រួសាររបស់អ្នកមានសមាជិកប៉ុន្មានអ្នកបានន័យថាគេសំដៅទៅលើសំណួរសួរថាតើផ្ទះរបស់អ្នកមានគ្នាប៉ុន្មានអ្នកហ្នឹងណាបាទយើងក៏លេខមកមើលពាក្យថា有នេះយើងប្រែថាមានចំណែកពាក្យថា几口人យើងប្រែថាចំនួនមនុស្សប៉ុន្មានអ្នកបានន័យថាសមាជិកប៉ុន្មានអ្នកណាសំដៅទៅលើសមាជិកក្នុងគ្រួសារអញ្ចឹងណាបាទពាក្យថាខៅនេះប្រែថាមាត់ចំណែកពាក្យរិននេះប្រែថាមនុស្សខៅរិនចំនួនមនុស្សក្នុងគ្រួសារសមាជិកគ្រួសារបើយើងសូមអាន Clip B យើងម្ដងទៀតទាំងអស់គ្នា你家有几口人តើគ្រួសាររបស់អ្នកមានគ្នាប៉ុន្មានអ្នកឬក៏តើគ្រួសាររបស់អ្នកមានសមាជិកប៉ុន្មានអ្នកបាទ Clip A របស់យើងបានឆ្លើយថា我家有6口人បាទយើងប្រែថាគ្រួសារខ្ញុំមានសមាជិក6នាក់ឬក៏គ្រួសារខ្ញុំមានគ្នា6នាក់បាទយើងក្រឡេកមើលពាក្យថា6口人យើងប្រែថាសមាជិកគ្រួសារ6នាក់ឬក៏គ្នា6នាក់សំដៅទៅលើសមាជិកនៅក្នុងគ្រួសារណាបាទ Clip B របស់យើងបានសួរថា你从哪里来យើងប្រែថាតើអ្នកទៅមកពីណាបាទយើងក៏លេខមកមើលពាក្យថាឆងយើងប្រែថាពីឬក៏តាំងពីណាពាក្យថាណាលីឡាយយើងប្រែថាមកពីណាពាក្យឡាយយើងប្រែថាមកបាទគេសូមអាន Clip B យើងម្ដងទៀតទាំងអស់គ្នា你从哪里来តើអ្នកទៅមកពីណាបាទ Clip A របស់យើងបានឆ្លើយថា我从市场来យើងប្រែថាខ្ញុំទៅមកពីផ្សារយើងក៏លេខមកមើលពាក្យថា市场យើងប្រែថាផ្សារលក់ដូរណាបាទអញ្ចឹងសូមអាន Clip A យើងម្ដងទៀត我从市场来ខ្ញុំទៅមកពីផ្សារបាទ Clip B របស់យើងបានបន្តសួរទៀតថា你跟谁去យើងប្រែថាតើអ្នកទៅជាមួយនរណាបាទយើងក្រឡេកមើលពាក្យថាកិនយើងប្រែថាតាមឬក៏ជាមួយបាទអូខេសូមអាន Clip B យើងម្ដងទៀត你跟谁去តើអ្នកទៅជាមួយនរណាបាទ Clip A របស់យើងបានឆ្លើយថា我跟朋友去ប្រែថាខ្ញុំទៅជាមួយមិត្តភ័ក្តិក្រឡេកមកមើលពាក្យ跟朋友ប្រែថាជាមួយមិត្តភ័ក្តិបាទសូមអាន Clip A យើងម្ដងទៀត我跟朋友去ខ្ញុំទៅជាមួយមិត្តភ័ក្តិបាទ Clip B យើងបន្តសួរថា你吃饭好了吗យើងប្រែថាតើអ្នកញ៉ាំបាយហើយឬនៅពាក្យថា吃饭ប្រែថាញ៉ាំបាយពាក្យឈឺប្រែថាញ៉ាំហូបចុកអីហ្នឹងពាក្យថាហ្វាន់ប្រែថាបាយចំណែកពាក្យថាហៅលម៉ាវាជាឃ្លានៃសំណួរប្រែថាហើយឬនៅឬក៏រួចហើយឬនៅបាទសូមអានឃ្លាយើងម្ដងទៀត你吃饭好了吗តើអ្នកញ៉ាំបាយហើយឬនៅបាទឃ្លា A របស់យើងបានឆ្លើយថា我吃饭好了ប្រែថាខ្ញុំញ៉ាំបាយរួចហើយបាទប្រសិនបើយើងមិនទាន់ញ៉ាំទេយើងឆ្លើយថា我还没吃ប្រែថាខ្ញុំមិនទាន់ញ៉ាំទេបាទត្រង់នេះអត់មានពាក្យអីត្រូវពិបាកទេដូច្នេះសូមអានឃ្លាយើងម្ដងទៀត我吃饭好了ខ្ញុំញ៉ាំបាយរួចហើយបាទមេរៀនសន្ទនាភាសាចិននៃមេរៀនទី1របស់យើងត្រូវបានបញ្ចប់នៅក្នុងថ្ងៃនេះហើយយើងនឹងរងចាំទាំងអស់គ្នានៅវីដេអូក្រោយៗទៀតដែលជាមេរៀនសន្ទនាទី2បាទអរគុណច្រើនសម្រាប់ការចូលរួមទស្សនាបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំបាទមានប្រយោជន៍សម្រាប់បងប្អូនអាចចុច Subscribe Channel YouTube ក៏ដូចជាដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗពីខ្ញុំបាទ PPL ចេមលេខភាសាចិនបាទអរគុណច្រើន